ខ្ញុំឈ្មោះឈិនប៉ូដំណឹងល្អគឺប៉ាខ្ញុំធ្លាប់ជាកំពូលអ្នកផ្សងសត្វដែលខ្លាំងជាងគេលើលោកតែដំណឹងអាក្រក់គឺគាត់បែរជាលងស្រឡាញ់សត្វចិញ្ចឹមរិស័យរបស់គាត់ហើយក៏បង្កើតបានជាខ្ញុំមកនឹងឯងលីថាប៉ាវាធ្លាប់ជាកំពូលទេពកោសល្យប្រចាំសម្ព័ន្ធសត្វទេតើគួរឲ្យស្ដាយក្រោយពេលអត្តសញ្ញាណសត្វរិស័យគាត់ត្រូវបែកឃ្លីគាត់ក៏ត្រូវគេដេញចេញពីសម្ព័ន្ធខ្លាចជាអប្រមឹកអត់បានកាសហ្មងទៅគេល្បីថាសត្វនោះគឺជាទេពធីតាប្រចាំវិមានទេវតាសត្វនៃដែនដីពិសិដ្ឋតែត្រូវវិមានទេវតាសត្វចាប់ខ្លួនយកទៅវិញបាត់ហើយវិមានទេវតាសត្វនិងសម្ព័ន្ធសត្វរបស់មនុស្សយើងគឺជាសត្រូវស៊ូពូជនឹងគ្នាណាសំមុខហើយដែលសម្ព័ន្ធសត្វបោះបង់ចោលប៉ារបស់ឈិនប៉ូនោះពិធីកោះហៅសត្វរិស័យមួយជីវិតមានឱកាសកោះហៅតែម្ដងគត់ត្រូវចេះឲ្យតម្លៃវាម្នាក់ដំបងឈិនប៉ូនេះជាបាតុភូតធម្មពលសត្វពេញលេញពីកំណើតតើឈិនប៉ូពិតជាមានវាសនាកោះហៅបានសត្វកម្រិតរឿងព្រេងសេសមែនហាហាធម្មពលពេញលេញគឺបានតែប៉ុណ្្នឹងទេហេបានត្រឹមតែគីងគក់ពណ៌ផ្កាឈូកមួយនឹងសោះអាកូនកាត់សំតែជាមួយគីងគក់នឹងហើយស៊ីសង្វាក់គ្នាណាស់វើយឯងនឹងហើយគីងគក់ទាំងពូជហ្មងបងឈិននេះគឺជាសក្ខីប័ត្រសត្វនាំសំណាងសម្រាប់ការកោះហៅនៅថ្ងៃស្អែកវាមានភាគរយខ្ពស់ក្នុងការកោះហៅបានសត្វកម្រិតខ្ពស់ណាស់ធម្មពលពេញលេញរបស់ឯងគឺធ្លាក់មកលើដែងហើយឈិនប៉ូបានត្រឹមគីងគក់កម្រិតម្នាក់បន្ទាប់ចៅលីងជុនកម្រិតរឿងព្រេងសេសខ្លះខ្យល់នាងឯងហ៊ានទាត់សត្វរិស័យរបស់អញឲ្យរបួសផងហ៎អាឈិនប៉ូអាសម្រាមកម្រិតអញហ៊ានប្រហានជាមួយកំពូលទេពកោសល្យផងហ៎អញភ្លេចប្រាប់ឯងដារបស់អញគឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់សម្ព័ន្ធសត្វអញក៏ដឹងរឿងសម្ងាត់ដែលម៉ែរបស់ឯងគឺជាទេពធីតារបស់វិមានទេវតាសត្វដែរក្នុងខ្លួនឯងមានឈាមពាក់កណ្ដាលជារបស់ទេពធីតាសត្វអញខំធ្វើដំណើររាប់ពាន់ម៉ាយមកទីនេះក៏ដើម្បីតែឆក់យកធម្មពលសត្វរបស់ឯងនៅថ្ងៃនេះដែរឥឡូវឯងត្រឹមជាអាគីងគក់អត់បានការមួយក្បាលសូម្បីតែលេចស្បែកជើងឲ្យអញក៏ឯងមិនស័ក្តិសមដែរឆាប់ចាប់វាបញ្ជូនទៅតំបន់ផ្សងសត្វឲ្យទៅធ្វើជាអ្នកកាប់អាចសត្វទៅដកហូតអត្ថប្រយោជន៍របស់វាទាំងអស់ចៅលីងជុនការប្រមាថនៅថ្ងៃនេះថ្ងៃក្រោយអញនឹងឲ្យនាងឯងសងមកវិញរាប់រយដងសត្វទេពកម្រិតយ៉ាងច្រើនឡើងបានត្រឹម level 10កុំប្រាប់ណាថាអញត្រូវនៅកើបអាចវាមួយជីវិតនោះវាសនាអញគឺអញជាអ្នកកំណត់មិនមែនព្រះទេវើយយីហាអាគីងគក់អញខ្លាយជាសត្វកាឡាយបាត់នៃឯងចង់ស៊ីចៅហ្វាយខ្លួនឯងមែនហាសគូចសត្វទេពត្រូវបានដំណើរការសត្វទេពប្រចាំកាយបានដាស់ធម្មពលទេពកំពូលតែមួយគត់លេបត្របាក់គ្មានដែនកំណត់អាចលេបត្របាក់គ្រប់យ៉ាងវិវត្តគ្មានព្រំដែនគូចសត្វទេពឬមួយក៏ជាគូចដែលម៉ែបន្សល់ទុកឲ្យឯងលេបត្របាក់គ្មានដែនកំណត់ឲ្យតែស៊ីគឺអាចវិវត្តរហូតមកអញ្ចឹងថ្ងៃមុខវាមិនអាចវិវត្តដល់កម្រិតកំពូលសិសបាត់ទៅហើយទេអីហាហាហាវ៉ាសស៊ីថ្មក៏អាចវិវត្តបានដែរហាសចែចៅបានបញ្ជាហើយមិនអាចទុកជីវិតឈិនពូឲ្យរស់ផុតយប់នេះបានទេហើយកុំភ័យអីអាសម្រាមមានតែគីងគក់មួយក្បាលនឹងយើងសម្លាប់វាដូចអារកមន់អញ្ចឹងឯងអត់ធ្មត់ចង់ខ្លាយជាអ្នកខ្លាំងបាត់ទៅហើយមែនទេអញ្ចឹងក៏ល្អយកវានឹងមកទេសធម្មពលលេបត្របាក់របស់ឯងតែម្ដងទៅ
សេតវាអាសម្រាមស្មានតែពួនក្បាលក្នុងផ្ទះមិនហ៊ានចេញមកហើយតើហាចែចៅបានប្រាប់ហើយថាមិនចង់ឲ្យអាគីងគក់ឯងរស់ឃើញពន្លឺថ្ងៃស្អែកទេចៅលីងជុននាងឯងពិតជាពិសពលមែនមិនត្រឹមតែឆក់យកធម្មពលសត្វទេពឯងទេថែមទាំងចង់សម្លាប់អញបិទមាត់ទៀតតាមវាឈិនពូអញពិតជាចេះរើកន្លែងស្លាប់មែនកុំនិយាយច្រើនវាយយកហ្មងទៅត្រឹមសិតកម្រិតសម្រាមសោះសម្រាប់ឯងដូចញីស្រមោចមួយក្បាលអញ្ចឹងពួកឯងគិតថាអញរត់មកឆ្ងាយបែបនេះព្រោះខ្លាចពួកឯងមែនក្នុងនាមជាម្ចាស់អំពាវនាវវិញ្ញាណឯងចេញមកភ្លាមលេបពូវីទៅ昏了。នេះវាស្អីគេហ្នឹងសត្វទេពអញកំពុងតែភ័យញ័រខ្លួនវើមិនអាចទេត្រឹមគីងគក់កម្រិតសោះមិនក៏មានធម្មពលសាហាវម្លេះទេនេះមិនមែនគីងគក់ទេវាជាបិសាចរត់លឿនទៅប្រាប់ចែចៅពួកឯងគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះឈិនពូពួកខ្ញុំគ្រាន់តែធ្វើតាមបញ្ជាគេទេអត់ទោសឲ្យពួកយើងទៅណាអត់ទោសឲ្យពួកឯងបើអញពិតជាសម្រាមមែនយប់នេះមានអ្នកណាព្រមអត់ទោសឲ្យអញអត់បើអញសម្រាប់ពួកយើងមេគ្រប់គ្រងតំបន់ផ្សងសាច់ច្បាស់ជាតាមស៊ើបរឿងនេះដល់ទីបញ្ចប់មិនខានចែចៅក៏មិនលើកលែងឲ្យឯងដែរអញក៏មិនលើកលែងឲ្យមេឯងដូចគ្នាកុំអីកុំសម្លាប់ខ្ញុំអីខ្ញុំសន្យាថាមិនប្រាប់រឿងនេះទៅអ្នកណាទាំងអស់មានតែមនុស្សស្លាប់ទេទើបមិនចេះទម្លាយអាចកំបាំងហាការវិវត្តជោគជ័យកង្កែបគីងគក់កម្រិតវិវត្តទៅជាគីងគក់វេទមន្តមាសក្រហមកម្រិតដោយការគិតមែនការវិវត្តអាចបង្កើនកម្រិតសត្វបានការកាន់ level នេះពិតជាហួសពីការរំពឹងទុកហ្មងចៅលីងឯងចាំតែមើលទៅមិនយូរទេអញនឹងធ្វើឲ្យឯងលុតជង្គង់អង្វែងហ្មងអញគឺជាចៅមេងជាមេគ្រប់គ្រងតំបន់ផ្សងសត្វលីហើយនឹងសុនប៉ៃបាត់ខ្លួនពេញមួយយប់អញលាក់ពួកវាទុកណៃណាមនុស្សសម្រាមកម្រិតដូចជាខ្ញុំនេះអាចលាក់ពួកគេបានដែរអញ្ចឹងអាសម្រាមកុំមកបានចិត្តពេកវើយកុំគិតថាអញមិនហ៊ានចាត់ការអញទាំងកណ្ដាលថ្ងៃឲ្យសោះពោះនៀបភ្លើងចេញមកសៀវហ្វិនអាហារពេលព្រឹករបស់ឯងមកដល់ហើយតើឈិនពូបើមិនចង់ងាប់ទេឆាប់រមៀលក្បាលចេញមកឲ្យអញភ្លាមសៀវហ្វិនអេនេះជាអាគីងគក់មួយនឹងមែននេះជាជំនាញបណ្ដាសាសស្អីគេហ្នឹងមិនក៏បំបត្តិមិនចេញអញ្ចឹងឈិនពូឯងដោះលែងអញភ្លាមទៅ
បើមិនអញ្ចឹងទេឯងច្បាស់ជាគ្មានកន្លែងជ្រកកោននៅទីក្រុងលីមីងនេះទេសូម្បីតែឪពុកម្រឹករបស់ឯងក៏ត្រូវមានទោសដែរអូហូឯងកំពុងតែគំរាមអញមែនសៀវហ្វិនលេបត្របាក់សត្វចិញ្ចឹមរបស់វាទៅទេបើសត្វចិញ្ចឹមនេះងាប់អញនឹងក្លាយជាមនុស្សពិការមិនខានលេបវាចូលពោះតែម្ដងទៅការប្រឡងសាកល្បងសម្រាប់អ្នកថ្មីចិត្តមកដល់ហើយអ្នកលេខ1នឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកមើលទៅពួកយើងត្រូវប្រញាប់ឡើង level ឲ្យដល់10សិនហើយឆ្កែកជាប់ឈាមពលកម្រិត10ថាំពលយើងវាយវាសើបមុខមិនឈ្នះទេសៀវហ្វិនអញទៅតាក់ទាញចំណាប់អារម្មណ៍វាសិនចាំអញលួចវាប្រហារតាមក្រោយណាណែអាឆ្កែឈួតសៀវហ្វិនវាយវាហ្មងទៅសៀវហ្វិនវីពេលនេះហ្មងទៅទីបំផុតឡើង level 10ហើយសមត្ថភាពសៀវហ្វិនកាន់តែខ្លាំងឡើងហើយវើយសុទ្ធតែសត្វចម្លែកកម្រិតទាបក្រោម level 10សោះត្រូវសត្វកម្រិតទាបធ្វើឲ្យរបួសបែបនេះឯងពិតជាសម្រាមមែនតោះពួកយើងទៅកន្លែងសត្វកម្រិតខ្ពស់ដើម្បីឡើង level តែម្ដងទៅចៅលីងជុនចាំមើលទៅមិនយូរទៀតទេអាសម្រាមម្នាក់នេះនឹងធ្វើឲ្យនាងត្រូវងើយមើលវាវិញមិនខានតោះត្រឡប់ទៅវិញត្រៀមខ្លួនប្រឡងមើលណានោះមិនមែនអាគីងគុឈិនពោទេអីវាក៏ហ៊ានមកចុះឈ្មោះដែរមិនខ្លាចមកនៅក្នុងការប្រឡងទេអីខ្ញុំមកចុះឈ្មោះប្រឡងសម្រាប់អ្នកថ្មីហ่ะត្រឹមសត្វគីងគុសោះក៏ចង់ចូលរួមការប្រឡងដែរឯងមាន level 10ហើយឬនៅវាមិនមែនជាគីងគុកម្រិតទេអីរឿងនេះមិនអាចទៅរួចទេខ្ញុំទើបតែឡើង level 10ដែរនឹងក្នុងការប្រឡងរស់ឬស្លាប់អាស្រ័យលើព្រហ្មលិខិតអាឡអេតបើឯងងាប់កុំបន្ទោសថាអញមិនបានរំលឹកឲ្យសោះណារស់ឬស្លាប់ខ្ញុំជាអ្នកកំណត់ខ្លួនឯងបើឯងចង់ងាប់ខ្លាំងណាស់ឯងនឹងបំពេញបំណងឲ្យឯងចុះឆាវប៉ាវឯងយកផ្លាកបញ្ជានេះទៅដល់ពេលនោះឯងនឹងឆាន់ពោនឹងត្រូវបញ្ជូនទៅកន្លែងតែមួយហើយអញមិនចង់ឃើញវាដើរចេញពីការប្រឡងទាំងរស់ទេលោកយាយប៉ៃកុំបារម្ភអីអាឈិនពោច្បាស់ជាងាប់មិនសល់សាកសពទេការប្រឡងនេះមានរយៈពេល3ថ្ងៃ3ថ្ងៃក្រោយថាមពលបញ្ជូនរបស់ផ្លាកបញ្ជានឹងដំណើរការម្ដងទៀតដើម្បីនាំពួកឯងត្រឡប់មកវិញពេលនេះការប្រឡងចាប់ផ្ដើមហើយអាគីងគុឈិនពោលោកយាយប៉ៃបានបញ្ជាដាច់ខាតមកថាអាគីងគុដូចជាឯងនេះមិនចាំបាច់រស់ចេញពីការប្រឡងនេះទេអូចង់សម្លាប់ខ្ញុំអីឯងធ្វើមិនបានទេវើយសត្វចិញ្ចឹមរបស់ឯងតាមពិតគឺជាប្រភេទកាត់អម្បូរកម្រសោះ
តែវាក៏នៅតែជាអាគីងគក់ធំជាងមុនបន្តិចនឹងវាសំបីតែស្រមោលខ្លាខិនខ្មៅរបស់អញក៏ប៉ះមិនបានផងខ្លាខិនខ្មៅហែកវាជីជំរាកទៅមិនអាចទេខ្លាខិនខ្មៅរបស់អញអាស៊ីជំពូលេបវាបាត់ហើយកម្រិតរបស់សត្រូវកាន់តែខ្ពស់ទៅហើយវើយអញត្រូវតែប្រញាប់ឡើង level ដើម្បីឲ្យកាន់តែខ្លាំងអីគេឆៅប៉ាវស្លាប់ហើយរឿងនឹងកើតឡើងមិននឹងកើតទៅមានរឿងអីនឹងប្រហែលជាវាប៉ះចំសិតកាច់សាហាវកម្រិតខ្ពស់ហើយមើលទៅអាចិនពោមិនទាន់ងាប់ទៀតវាពិតជាសំណាងល្អមែនខ្ញុំមិនខ្វល់ថាលោកយាយប្រើវិធីអីទេសរុបមកខ្ញុំមិនចង់ឲ្យអាគីងគក់នឹងដើរចេញពីភ្នំនេះទាំងរស់ឡើយខ្ញុំនឹងតាក់ទងទៅចៅប្រុសសៀយីនហ្វុងភ្លាមឲ្យគេប្រញាប់ទៅតំបន់ដែលអាចិនពោវានៅលើកនេះវាច្បាស់ជាងាប់នៅទីនោះមិនខានទេចិនពោនឹកស្មានមិនដល់សោះថាគីងគក់ឯងអាចវិវត្តបាននោះមើលទៅឆៅប៉ាវច្បាស់ជាស្លាប់ក្រោមដៃអញហើយចុះឯងមកនេះដើម្បីសម្លាប់អញដែរហ៎ប្រាកដណាស់នេះជាឱកាសល្អក្នុងការយកចិត្តកម្ពូទេពកោសល្យចៅលីងជុនណាសម្លាញ់សមត្ថភាពវិវត្តរបស់សត្វចិញ្ចឹមឯងធ្លាក់មកក្នុងដៃអញហើយពេលនេះពុះថ្លាន់ស្រកាប្រាក់សម្លាប់វាទៅហើយលេបអាគីងគក់របស់វាទៅហាហាហានេះហើយគេហៅថាគៀបសង្កត់ដោយកម្រិត level នោះចិនពោថ្ងៃនេះអញរត់មិនរួចពីសេចក្តីស្លាប់ទេវើយអាស៊ីជំពូលេបត្របាក់សាកសពសត្វសាហាវនឹងទៅឆាប់វិវត្តភ្លាមទៅខ្មោចយីអីហ្នឹងកម្រិតសត្វចិញ្ចឹមអាចវិវត្តឡើង level ទៀតហ៎វាមិនសមហេតុផលតតែសោះពុះថ្លាន់ស្រកាប្រាក់ឆាប់សម្លាប់វាភ្លាមទៅអាគៀបសង្កត់ដោយកម្រិត level ស្អីគេហ្នឹងវាយកមកប្រើជាមួយអញអត់បានផលទេវើយថ្ងៃនេះអញនឹងឲ្យអញបើកភ្នែកមើលថាតើគីងគក់យក្សលេបពុះថ្លាន់វាមានរាងយ៉ាងម៉េចនេះជាជំនាញពីកំណើតរបស់ខ្លាខិនខ្មៅតើសត្វរបស់ឯងអាចលេបត្របាក់ជំនាញសត្វអ្នកដទៃយកមកប្រើខ្លួនឯងបានទៀតទេអញ level 18ណាវើយ level ខ្ពស់ជាងឯងដាច់គ្មានផ្លូវដែលអញចាញ់ទេមិនអាចចាញ់ទេវាគ្មានផ្លូវទេឯងតើឯងជាសត្វចម្លែកស្អីគេនឹងវើយកុំសម្លាប់ខ្ញុំអីលោកយាយរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងការសាកល្បងប៉ៃមួយជើណាទីនេះគឺជាជួរភ្នំសត្វវេទមន្តសម្រាប់ឯងចោលក៏គ្មានអ្នកណាដឹងដែរឈិនពកឯងអ្នកបង្ខំខ្ញុំទេណាអញចង់ឲ្យឯងងាប់
Vâng ừ. លោកយាយសត្វវេទមន្តរបស់អាចិនពោនឹងវាចម្លែកណាស់វាលេបពូថ្លាន់ស្រកាប្រាក់របស់ខ្ញុំបាត់ហើយខ្ញុំវាឲ្យរបួសវាបែរជាចង់សម្លាប់ខ្ញុំទៀតការសាកល្បងនេះស្លាប់ព្រោះអាស្រ័យលើព្រំលិខិតលោកយាយជាអ្នកគ្រប់គ្រងទីនេះចង់បំបែកច្បាប់មែនទេ ច្បាប់ហាច្បាប់របស់អញគឺជាច្បាប់ហើយអាសត្វគៀងគោកចង្រៃហ៊ានធ្វើឲ្យជើអញរបួសផងអញនឹងកាប់ឯងជាចំណិតហ្មង វាចង់សម្លាប់ខ្ញុំមុនតើចុះចង់ឲ្យខ្ញុំអង្គុយចាំរងចាំសេចក្តីស្លាប់មែនទេ អាសម្រាមដូចឯងសំតែញាប់ហើយហ៊ានធ្វើឲ្យជើអញរបួសអញនឹងឲ្យគ្រួសារឯងទៅកំដរខ្មោចឯងទាំងអស់ យាយចាស់បើខ្ញុំមិនស្លាប់ទេខ្ញុំនឹងសម្លាប់ពូចែងឲ្យផុតពូជហ្មងសៀវហ្វិនលោកយាយខ្ញុំគឺជាគ្រូបង្ហាត់សត្វកម្រិត38ណាស្រែកយំរហូតដល់ងាប់ទៅអាឆ្កួត សត្វគៀងគោកមួយក្បាលសោះចង់មកវាជាមួយឯងឈុំពោលើកនេះគ្មានអ្នកណាអាចជួយឯងបានទេវើយ នេះវាជាស្អីគេហ្នឹង ចៅហ្វាយ នេះជាសៀវហ្វិនមែនទេ សត្វវេទមន្តតែដល់កម្រិត50ទើបអាចក្លាយជាមនុស្សបាននាងទើបតែកម្រិតជាង10សោះមិនក៏អាចក្លាយជាមនុស្សបានទៅទោះបីជាសត្វរបស់ឯងមានចំណុចពិសេសយ៉ាងណាក៏ដោយក៏កម្រិតនៅតែជាមូលដ្ឋាននៃកម្លាំងដដែលពីងពីងមុខខ្មោចហើយពួកវាទាំងម្ចាស់ទាំងសត្វជាជំរាកទៅចង់សម្លាប់ចៅវាយខ្ញុំហេខ្ញុំនឹងវាយឯងឲ្យហោះមក